ស្រីម្នាក់កាន់កញ្ចក់នៅក្នុងដៃរបស់នាងកញ្ចក់ធ្នមទៅលើអាកាសពួកវាហោះកាន់តែខ្ពស់ទៅហើយមិនយូរប៉ុន្មានពុកខ្មៅនៅលើមួយត្រូវបានលេចឡើងនាងខ្មៅដ៏ធំសម្បើមបានដើរតាមពន្លឺព្រះអាទិត្យនាងឡើងជិះនាងខ្មៅឡើងទៅលើមេឃគោលបំណងគឺដើម្បីទទួលប្រពន្ធខ្លួនពេលភ្លៀងធ្លាក់បណ្ដាលឈប់ទៅស្ត្រីនោះក៏អង្គុយក្នុងទីងឹតហោះយឺតលើខ្នងនាគនៅលើមេឃខ្ពស់ពួកគេបានបាត់ខ្លួនជាមួយគ្នានៅលើភ្នំបន្ទាប់ពីផែនដីត្រូវបានទឹកនាំទៅដោយភ្លៀងធ្លាក់ខ្លាំងនៅពេលយប់ទាំងអស់ត្រូវបានរំកិលទៅម្ខាងហើយមូលហេតុនៃរឿងទាំងអស់នេះគឺមនុស្សលោកបានប្រឆាំងនឹងនាគខ្មៅបានជាមានរឿងចឹងរឿងព្រេងនិទានមួយជាយូរមកហើយមានព្រះនាងមានព្រះភ័ក្ត្រដ៏ស្រស់ស្អាតកូនស្រីរបស់ព្រះអង្គម្ចាស់នៅឆ្នាំនោះនាងបានដឹកនាំហ្វូងមនុស្សទៅភ្នំដើម្បីមើលផ្កានិងរៀបចំពិធីជប់លៀងដល់ពាក់កណ្ដាលផ្លូវហេតុចម្លែកមួយខ្យល់រហូតដល់មនុស្សគ្រប់គ្នាមានប្រតិកម្មរំពេចនោះមានអ្វីមួយបានលេចមកពីមុខពស់ស្មួយក្បាលពស់ស្បានគាត់សម្លឹងមើលមន់ខ្មៅហាក់បីដូចជាចង់ចូលរួមក្នុងពិធីជប់លៀងវាជាចេងឈូដែលបន្ទាប់មកឲ្យមន់ខ្មៅផងដែរចាក់ស្រាមួយចានឲ្យនាងហើយនិយាយចម្លែកណាស់ពស់ពណ៌ស្បានផឹកស្រាបន្ទាប់ពីវាបាត់ដោយគ្មានដានបានបាត់ខ្លួនដោយគ្មានដានវាហាក់ដូចជាបាត់ខ្លួនមួយរំពេចតែយប់នោះមន់ខ្មៅបរោះចម្លែកម្នាក់បានដាស់គាត់នាងបានអះអាងថាគាត់ជាពស់ដែរព្រះនាងចាក់ស្រាមួយចានពស់សព្រុះលងស្នេហ៍នឹងព្រះនាងភាពស្រស់ស្អាតរបស់នាងគឺជាអ្វីដែលតាក់ទាញខ្ញុំនៅទីនេះគាត់បានសារភាពជាពិសេសចំពោះមន់ខ្មៅដោយនិយាយថាបន្ទាប់មកគាត់បានទុកកញ្ចក់មួយនៅពីក្រោយប្រាប់មន់ខ្មៅថាដើម្បីបញ្ជាក់នៅអ្វីដែលទើបតែកើតឡើងតើវាគ្រាន់តែជាសុបិនទេវាបានរសាត់បាត់ទៅវិញយ៉ាងដោយមិនបានគិតប៉ុន្មានថ្ងៃក្រោយមកបរោះនោះបន្ទាប់ពីត្រឡប់ទៅប្រាសាទ Cheng Yuti Kingdom ឡើយនាងអត្តសញ្ញាណពិតរបស់ខ្ញុំមិនមែនពស់គឺជានាគជ្រលងភ្នំ108នាគខ្មៅនៃប្រភពទឹកក្តៅព្រោះដោយចៃដន្យឲ្យបានប្រឡេកមើលព្រះនាងសម្រស់គាត់បាននិយាយថាឡងស្នេហ៍គេដេញបរោះនោះចេញទាំងអាម៉ាស់ហើយគ្រប់គ្នាខ្ញុំគិតថាគាត់គ្រាន់តែតាក់ទាញភាពស្រស់ស្អាតប៉ុណ្ណោះពួកគេនឹងបោះបង់បន្ទាប់ពី 2-3 ថ្ងៃស្មានមិនដល់នាគខ្មៅនៅត្រស៊ូគាត់មិនដែលបដូរចិត្តសំបីតែម្ដងប្រសិនបើវាមិនដំណើរការទេសាកល្បងលើកទី2ឬទី3នាងនឹងលុតជង្គង់ពេញទីក្រុងពីមួយថ្ងៃទៅមួយថ្ងៃនៅច្រកចូលធ្វើត្បិតតែប្រាសាទមានរួចហើយគាត់តែបង្ហាញខ្លួនញឹកញាប់ពិធីសាស្ត្រជាច្រើនបានបង្ហាញខ្លួននៅក្នុងចេះខ្ញុំអង្គដោយស្មោះនៅចំពោះព្រះម្ចាស់សូមព្រះម្ចាស់អាចយកស្របនឹងអាពាហ៍ពិពាហ៍នេះប៉ុន្តែរាល់ពេលដែលទទួលបានដូចគ្នាចម្លើយដូចគ្នាហើយនោះគឺជាការបញ្ចប់របស់វា100ថ្ងៃមើលនាងម្ដងហើយម្ដងទៀតរូបរាងស្រងូតស្រងាត់របស់នាគខ្មៅនាងក្រមុំក៏ទន់ចិត្តប៉ុន្តែឪពុករឹងរូសម្ដាយរបស់អ្នកនៅតែមិនហ៊ានដើម្បីបណ្ដេញនាគខ្មៅទាំងស្រុងនាងការភ្នាល់ត្រូវបានធ្វើឡើងដរាបណាយ៉ាងហោចណាស់នាងអាចចាប់ខ្លួនឯងបានដើរជុំវិញទីក្រុង21ដងស្រាប់តែគាត់មានបំណងរៀបការជាមួយព្រះនាងហើយពេលទៅដល់នៅថ្ងៃបន្ទាប់នាគខ្មៅបានមកដល់តាមការសន្យានៅមាត់ទ្វារក្រុងពេលចៅហ្វាយក្រុងក្រវីដៃនៅពេលដែលសេះចាប់ផ្ដើមរត់នាងក៏ផងដែរយ៉ាងណាក៏ដោយតាមពីក្រោយយ៉ាងជិតស្និទ្ធនៅពេលដែលសេះរត់លឿននឹងលឿនយ៉ាងលឿនត្រឹមបាន10ជុំគាត់ចាប់ផ្ដើមអស់កម្លាំងរបស់ខ្ញុំរសាត់បន្តិចម្ដងហើយទីបំផុតគាត់មិនអាចជួយបានទេប៉ុន្តែគាត់ដេកលើដីគាត់មិនចុះចាញ់ទេនាគនៅតែមិនឈប់ជំហានវាហាក់ដូចជាមានជំនឿនៅក្នុងចិត្តរបស់គាត់ឆន្ទៈរបស់គាត់បានត្រង់នាងហើយធ្វើឲ្យនាងបញ្ញាខាងនឹងចាប់វាអ្នកបម្រើដែលបានពួននៅខាងក្រោមស្ពានហើយចាក់គាត់ភ្លាមដោយដាវរូបកាយទោះបីរូបកាយទឹកបីមានរបួសក៏បោះបង់ចោលដល់ទីបញ្ចប់គ្មាននរណាម្នាក់ដឹងថាពេលវេលាបានកន្លងផុតទៅប៉ុន្មានទីបំផុតនាងរត់អស់ពីកម្លាំងបន្ទាប់ពីបញ្ចប់21ដងអ្នកអាចទទួលបានយ៉ាងណាមិញព្រះអង្គម្ចាស់បានក្បត់ពាក្យសន្យាដោយខឹងម្ចាស់ក្រុងពិតជាចេញមកគាត់បែកខ្នងដាក់គាត់ថែមទាំងគំរាមទៀតបើអ្នកមិនត្រឡប់ទៅភ្នំវិញទេគាត់នឹងសម្លាប់នាគខ្មៅទូខំប្រឹងអស់ពីសមត្ថភាពក៏ខ្ញុំនៅតែទទួលបានលទ្ធផលនៅក្នុងភាពអស់សង្ឃឹមនាងបានរងរបួសគ្រប់គ្នាអូសលើរាងកាយដែលរងរបួសវាបានហោះត្រឡប់ទៅកំពូលភ្នំវិញហើយមិនយូរប៉ុន្មានងឹតចាប់ផ្ដើមប្រមូលផ្ដុំនៅទីនេះភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មានពីមុនមកវាបានក្លាយទៅជាទឹកជំនន់ដែលលេបត្របាក់ហើយត្រូវបានបំផ្លិចបំផ្លាញហើយមនុស្សស្លាប់នឹងរបួសសម្លេងផ្គរលាន់មិនឈប់សម្លេងបានបន្លឺឡើងពីលើប្រាសាទក្នុងការបង្ហាញពីកំហឹងរបស់នាងខ្មៅរហូតមកដល់ពេលនេះលោកម្ចាស់ក្រុងនៅទីបានសម្របសម្រួលនាងមិនអាចទ្រាំទ្របានផលវិបាកនៃគ្រោះមហន្តរាយនេះជាលទ្ធផលពួកគេក៏បានចាប់ផ្ដើមសិញ្ចឹងគិតលើការសម្រេចចិត្តរបស់ពួកគេស្រីនោះក៏បានសម្រេចចិត្តនាងបានទៅកាន់កញ្ចក់នាគហើយបោះវាទៅលើមេឃវាបានហោះឡើងលើមេឃហើយមួយសន្ទុះក្រោយមកពន្លឺព្រះអាទិត្យដ៏ត្រចះត្រចង់បានភ្លឺចែងនាគខ្មៅបានបង្ហាញខ្លួនជាមួយខ្យល់ខ្លាំងយកភ្លៀងព្យុះទៅក៏យកព្រះនាងម្ដងមួយគឺជាកូននៃឪពុកប៉ុន្តែគ្រាន់តែពេលនេះក៏តំណាងឲ្យសង្ឃឹមរបស់មនុស្សគ្រប់គ្នាពួកគេបានហោះឡើងវិញទៅកាន់ភ្នំធំប៉ុន្តែការខូចខាតដែលបណ្ដាលមកពីគ្រោះថ្នាក់មិនអាចកែតម្រូវបានទេមើលទៅកាន់រូបភាពរបស់កូនមន់ខ្មៅដែលទុកទ្រាំនាគខ្មៅក៏បានទុកទ្រាំទឹកភ្នែកនាងគិតថាជាមនុស្សដែលបានស្រឡាញ់នាងប៉ុន្តែបន្ទាប់ពីបានស្គាល់ច្បាស់ពីការល្អរបស់ព្រះនាងនាងបានដឹងថានាងបានធ្វើសកម្មភាពដែលខុសពីចិត្តដូច្នេះដើម្បីជួយសម្រួលកំហុសរបស់ខ្លួនគាត់បាននាំកូនមន់ខ្មៅនៅក្នុងភ្នំធំធ្វើការលើកទឹកចិត្តនៅទីនេះបានធ្វើឲ្យស្ងប់ស្ងាត់វិញបន្ទាប់ពីនេះមនុស្សបានចងចាំកូនមន់ខ្មៅក៏បានហៅភ្នំនេះថាភ្នំកូនមន់ខ្មៅសូមអរគុណដែលបានទស្សនាសូមជួយ follow ម្នាក់មួយឲ្យបេះដូងម្នាក់មួយឲ្យ admin មានកម្លាំងចិត្តធ្វើទៀត KAK ខ្មែរស្រឡាញ់ខ្មែរជួយខ្មែររួមសាមគ្គីពួកអាចោសៀមវិនា